ចែកចាយដល់លោកអ្នកបងប្អូនចាប់ផ្ដើមដំបូងមកខ្ញុំតែងតែសួរបងប្អូនដែលជាអ្នកគ្រីស្ទានបងប្អូនដែលជាអ្នកជឿព្រះអង្គថាលោកអ្នកបងប្អូនដែលឃើញព្រះដែរឬទេហើយភាគច្រើនណាស់ថាមិនដែលឃើញទេដូច្នេះថ្ងៃនេះយើងនឹងសិក្សារៀនសូត្រជាមួយនឹងគ្នាថាតើរបៀបយ៉ាងណាដែលយើងធ្វើហើយតើរបៀបយ៉ាងណាដែលយើងអាចមើលឃើញព្រះបានលោកអ្នកបងប្អូនប្រហែលជានឹកឃើញទៅដល់ព្រះគម្ពីរយូហានជំពូក3ខ3ដែលព្រះអង្គម្ចាស់ព្រះយេស៊ូវព្រះអង្គទ្រង់មានព្រះរាជបន្ទូលទៅលោកនីកូដេមព្រះអង្គម្ចាស់ព្រះយេស៊ូវបានមានបន្ទូលទៅលោកនីកូដេមថាប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាបើមិនបានកើតជាថ្មីនោះអ្នកណាគ្មានអ្នកណាអាចនឹងឃើញនៅគោព្រះបានឡើយណាទីមួយជាចំណុចមួយដែលជាចំណុចសំខាន់តែជាការមួយដែលនាំឲ្យយើងស្វែងរកថាខ្ញុំកើតជាថ្មីហើយលោកអ្នកបងប្អូនទាំងអស់គ្នាដែលជាអ្នកគ្រីស្ទានដែលយើងទាំងអស់គ្នាបានទទួលព្រះម្ចាស់ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះហើយព្រះវិញ្ញាណបរិសុទ្ធទ្រង់យាងមកគង់សន្តិដ្ឋជាមួយនឹងយើងហើយយើងបានកើតជាថ្មីជាអ្នកគ្រីស្ទានដែលជាមនុស្សថ្មីនោះសំណួរឆ្លើយតើយើងឆ្លើយយ៉ាងម៉េចតើអ្នកបានកើតជាថ្មីហើយឬនៅយើងឆ្លើយថាយើងបានកើតជាថ្មីហើយបើយើងបានកើតជាថ្មីហើយនោះយើងឃើញនគរព្រះហើយមិនចឹងឃើញទេពីព្រោះព្រះគម្ពីរនេះព្រះបន្ទូលនេះបានប្រាប់ដល់យើងថាมันបានកើតជាថ្មីទេនោះมันបានឃើញនគរព្រះទេហើយបើយើងបានកើតជាថ្មីហើយចុះហេតុអីបានជាយើងមិនឃើញនគរព្រះហើយយើងដឹងទៀតហើយថានគរព្រះគឺព្រះទ្រង់គង់នៅទីនោះបើយើងឃើញនគរព្រះក៏យើងឃើញព្រះដែរមែនទេអាមែនបាទអាមែនចឹងហើយបានជាថ្ងៃនេះខ្ញុំនឹងនាំលោកអ្នកបងប្អូនសិក្សាជាមួយនឹងគ្នាថាតើរបៀបណាទៅដើម្បីនឹងមើលឲ្យឃើញព្រះនោះតើយើងឃើញព្រះដោយរបៀបណា How do we see God ខ្ញុំនឹងចែកមេរៀននេះជា5ទី1យើងឃើញព្រះដោយជំនឿទី2យើងឃើញព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទទី3យើងឃើញព្រះតាមរយៈការបង្កបង្កើតរបស់ព្រះអង្គទី4យើងឃើញព្រះដោយការរស់នៅក្នុងជីវិតបរិសុទ្ធទី5យើងឃើញព្រះដោយស្វែងរកទ្រង់នៅក្នុងអ្នកដទៃសូមអ្នកបងប្អូនទាំងអស់គ្នាបានសម្រុំចិត្តយើងនឹងឋានជាមួយនឹងគ្នាមុននឹងចែកចាយហើយនឹងមុនស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គបន្តទៅទៀតព្រះបិតាដែលគង់នៅឋានសួគ៌ដ៏ខ្ពស់ប្រំចាយអរព្រគុណដល់ព្រះអង្គណាដែលព្រះអង្គទ្រង់បានប្រទានអាយុជីវិតដល់ទូមគុំយើងខ្ញុំទាំងអស់គ្នាឲ្យទូមគុំយើងខ្ញុំបានរស់រានមានជីវិតរហូតមកដល់សប្តាហ៍ថ្ងៃនេះមិនត្រឹមតែប៉ុណ្ណោះព្រះអង្គទ្រង់បានត្រាស់ហៅទូមគុំយើងខ្ញុំឲ្យមកប្រកបគ្នាប្រយោជន៍ដើម្បីឲ្យទូមគុំយើងខ្ញុំបានលើកសរសើរដំកើងព្រះនាមទ្រង់អរព្រគុណដល់ព្រះអង្គនិងព្រះម្ចាស់ហើយកាលនេះទូមគុំយើងខ្ញុំជាអ្នកនាំព្រះរាជពិសារបស់ព្រះអង្គមកចែកចាយដល់បងប្អូនរបស់ទូមគុំសូមព្រះវិញ្ញាណបរិសុទ្ធបានគង់ជាមួយនឹងទូមង្គមហើយក៏សូមព្រះម្ចាស់បានគង់ជាមួយនឹងបងប្អូនរបស់ទូមង្គមដែលជាអ្នកស្ដាប់ផងដែរតាមដែលមានវត្តមានទីនេះនិងតាមរយៈ Facebook និងតាមរយៈ Zoom ដែរសូមឲ្យទូមង្គមយើងខ្ញុំបានយល់នៅអស់អាកម្មនៃព្រះរាជបន្ទូលរបស់ផងទ្រង់អរព្រគុណព្រះអង្គណាស់ទូមង្គមសូមថ្វាយការដែលចែកចាយនិងស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គក្នុងព្រះនាមដ៏មានអំណាចបច្ចេស្តាគឺជាព្រះនាមនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គតែយើងឃើញព្រះដោយរបៀបណាលោកអ្នកបងប្អូននេះយើងឃើញព្រះដោយជំនឿរបស់យើងលោកអ្នកបងប្អូនប្រហែលជាអាចស្គាល់ហើយក៏អាចដឹងអំពីរឿងហេណុក
លោកហេណុកជាមនុស្សម្នាក់នៅក្នុងព្រះគម្ពីរលោកុបាទនៅសញ្ញាចាស់គឺជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះជាមនុស្សម្នាក់ដែលដើរជាមួយនឹងព្រះហើយព្រះទ្រង់បានលើកលោកហេណុកទៅលើដោយលោកមិនបានជួបនឹងសេចក្តីស្លាប់ឡើយនៅក្នុងព្រះគម្ពីរហេព្រើរជំពូក11ខ5ទៅដល់ខ6ដោយសារសេចក្តីជំនឿនោះហេណុកបានឡើងទៅលើមិនបានឃើញសេចក្តីស្លាប់ឡើយហើយគេរកគាត់មិនឃើញទៀតពីព្រោះព្រះបានយកគាត់ទៅត្បិតកាលមុនដែលលើកយកគាត់ទៅនោះមានសេចក្តីបន្ទាល់ពីគាត់ថាព្រះទ្រង់សពហារតីនឹងគាត់ណាខ6បានប្រាប់យើងថាតែបើឥតសេចក្តីជំនឿទេនោះមិនអាចនឹងគប់ដល់ប្រហារតីព្រះបានឡើយត្បិតអ្នកណាដែលចូលទៅឲ្យព្រះនោះត្រូវតែជឿថាមានព្រះមែនហើយថាទ្រង់ឲ្យរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់លោកអ្នកបងប្អូននេះនៅខ6បានប្រាប់ដល់យើងថាបើអត់មានសេចក្តីជំនឿទេនោះมันអាចគប់ប្រហារតីរបស់ព្រះអង្គហើយដូច្នេះបើលោកអ្នកបងប្អូនហើយនឹងខ្ញុំបើយើងស្វែងរកព្រះដែលយើងចូលទៅឲ្យព្រះនោះត្រូវជឿថាមានព្រះមែនណានេះគឺជាចំណុចដែលសំខាន់ដែលលោកអ្នកបងប្អូនអាចមើលឃើញព្រះបាននេះពីព្រោះយើងមើលឃើញព្រះដោយសារសេចក្តីជំនឿរបស់ខ្លួនយើងជឿថាមានព្រះដូច្នេះក្នុងព្រះគម្ពីរហេព្រើរជំពូក11ខ1បានប្រាប់យើងរីឯសេចក្តីជំនឿនោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹមជាទីសម្គាល់ពីការដែលយើងមើលមិនឃើញណាសេចក្តីជំនឿលោកអ្នកបងប្អូនហើយនឹងខ្ញុំអ្វីដែលយើងជឿទៅលើព្រះនៃយើងគឺយើងសង្ឃឹមថាការនោះនឹងកើតមានឡើងហើយក៏យើងដឹងណាយើងដឹងជាក់ថាណាយើងដឹងជាក់ថាការនោះទោះបីយើងមើលមិនឃើញក៏ដោយក៏ប៉ុន្តែការនោះនឹងកើតមានពិតប្រាកដលោកអ្នកបងប្អូនសេចក្តីជំនឿគឺជួយយើងឲ្យយើងបានឃើញព្រះគឺជួយយើងឲ្យបានឃើញព្រះដោយសារសេចក្តីជំនឿនោះយើងដឹងជាក់យើងឃើញព្រះលើកហេណុកបានឡើងទៅលើយើងដឹងជាក់ថាហេណុកមិនបានឃើញសេចក្តីស្លាប់លោកអ្នកបងប្អូនជឿទេលោកអ្នកបងប្អូនជឿព្រះបន្ទូលព្រះអង្គដែលបានប្រាប់ដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំពីហេណុកទេនៅក្នុងព្រះគម្ពីរហេព្រើរជំពូក11ខ15យើងជឿពីព្រោះយើងជឿដោយសារមិនមែនជាពាក្យរបស់ផងខ្ញុំគឺជាព្រះរាជបន្ទូលរបស់ផងព្រះអញ្ចឹងហើយបានជាសាច់រឿងដែលខ្ញុំលើកពីលោកហេណុកហ្នឹងគឺខ្ញុំចង់ឲ្យលោកអ្នកបងប្អូនបានមើលបានឮអំពីសាច់រឿងហ្នឹងហើយលោកអ្នកបងប្អូនគូរូបអំពីលោកហេណុកហ្នឹងដែលព្រះអង្គទ្រង់លើកឡើងនោះឃើញទេហើយសូមឲ្យយើងបានយកសេចក្តីជំនឿរបស់ផងយើងពីព្រោះអីបើគ្មានសេចក្តីជំនឿទេលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងមិនអាចឃើញព្រះបានឡើយឃើញទេពីព្រោះលោកហេណុកលោកបានដើរជាមួយនឹងព្រះហើយដោយសារសេចក្តីជំនឿរបស់ផងនោះព្រះទ្រង់បានលើកយកហេណុកទៅទាំងនោះដូច្នេះលោកអ្នកបងប្អូនកត្តាមួយដែលយើងអាចមើលឃើញព្រះគឺយើងមើលឃើញដោយសេចក្តីជំនឿរបស់ផងយើងមើលជាមួយនឹងភ្នែករបស់ផងយើងនៅក្រោមផ្នែករបស់ផងយើងនឹងគឺយើងមើលមិនឃើញព្រះទេពីព្រោះព្រះទ្រង់មានបច្ចុប្បន្នរស់នៅជាវិញ្ញាណយើងមិនអាចប៉ះពាល់យើងមិនអាច
នឹងមើលឃើញដោយភ្នែករបស់ផាន់យើងនៅឡើយក៏ប៉ុន្តែដោយវិញ្ញាណរបស់ផាន់យើងដោយភ្នែកខាងឯវិញ្ញាណរបស់ផាន់យើងនោះលោកអ្នកបងប្អូនហើយនឹងខ្ញុំឃើញព្រះពិតប្រាកដមែនរៀនខ្ញុំសូមកម្លាចចិត្តលោកអ្នកបងប្អូនទាំងគ្នាសូមឲ្យយើងរៀនមើលឲ្យឃើញព្រះពីព្រោះព្រះអង្គគង់ជាមួយនឹងលោកអ្នកបងប្អូនណាឃើញទេព្រះអង្គប្រគៀកបកោជាមួយនឹងអ្នកបងប្អូនណាចុះហេតុអីបានជាយើងមើលមិនឃើញព្រះពីព្រោះយើងមើលដោយភ្នែករបស់ប៉ុនយើងនេះគឺយើងមើលមិនឃើញឡើយតែយើងមើលដោយភ្នែកខាងឯវិញ្ញាណរបស់ផាន់យើងមើលដោយសេចក្តីជំនឿរបស់ផាន់យើងនោះយើងនឹងបានឃើញព្រះជាពិតប្រាកដទី2យើងឃើញព្រះតាមរយៈព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទលោកអ្នកបងប្អូនព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់ជាព្រះអង្គមកយកស្រីជាមនុស្សហើយជាមនុស្សដូចអ្នកបងប្អូនហើយនឹងខ្ញុំនៅសម័យព្រះអង្គអស់អ្នកដែលគេបានជួបព្រះអង្គគេឃើញព្រះគេឃើញព្រះម្ចាស់ព្រះយេស៊ូវនៅក្នុងអ្នកបងប្អូននេះការដែលយើងឃើញព្រះម្ចាស់ព្រះយេស៊ូវគឺជាជោគបាយមូលដ្ឋានដ៏ល្អបំផុតដើម្បីនឹងឃើញព្រះគឺដោយមើលជីវិតពីសក្តីបង្រៀននិងចរិតលក្ខណៈរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះគម្ពីរបានចង្អុលថាព្រះម្ចាស់ព្រះយេស៊ូវជាឆាយាជារូបភាពជាតំណាងព្រះដែលមើលមិនឃើញលោកអ្នកបងប្អូនមានពេលមួយនោះសិស្សរបស់ព្រះអង្គដែលឈ្មោះភីលីបលោកភីលីបសួរថាព្រះម្ចាស់ឲ្យសូមឲ្យទូលបង្គំបានឃើញប្រវោបិតាដែលជាប្រវោបិតារបស់ព្រះអង្គផងនៅក្នុងព្រះគម្ពីរយូហានចំពុក14ខ9ព្រះយេស៊ូវមានបន្ទូលទៅថាភីលីបអើយខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម្ល៉េះហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬអ្នកណាដែលឃើញខ្ញុំនោះក៏បានឃើញប្រវោបិតាដែរចុះហើយដូចម្ដេចបានជាអ្នកថាសូមបង្ហាញឲ្យឃើញប្រវោបិតាផងលោកអ្នកបងប្អូនខំគម្ពីរនេះបានប្រាប់ដល់មកឃើញព្រះម្ចាស់ព្រះយេស៊ូវនោះក៏ឃើញដល់ប្រវោបិតាដែរពីព្រោះព្រះម្ចាស់ព្រះយេស៊ូវជាឆាយាជារូបភាពរបស់ព្រះអង្គរបស់ផាន់ព្រះដូច្នេះយើងឃើញព្រះតាមរយៈព្រះម្ចាស់ព្រះយេស៊ូវដែលបានបង្ហាត់បង្រៀនដែលបានបង្ហាញយើងនៅក្នុងព្រះគម្ពីរដែលយើងកំពុងតែសិក្សារៀនសូត្រឡើងថ្ងៃនេះព្រះម្ចាស់ព្រះយេស៊ូវគឺជាតំណាងជាឆាយាដ៏ល្អឥតខ្ចោះនៃចរិតលក្ខណៈសក្តិស្រឡាញ់និងឆន្ទៈរបស់ព្រះដើម្បីយល់ដឹងពីព្រះដើម្បីយើងបានឃើញព្រះសូមមើលទៅព្រះម្ចាស់ព្រះយេស៊ូវដោយសិក្សាព្រះបន្ទូលលោកអ្នកបងប្អូននេះព្រះគម្ពីរក៏លោកបានប្រាប់ដល់អ្នកបងប្អូនថាដែលទ្រង់ជារូបអង្គនៃព្រះមានន័យថាដែលព្រះអង្គម្ចាស់ព្រះយេស៊ូវជារូបអង្គនៃព្រះដល់មើលមិនឃើញយើងឃើញព្រះអង្គម្ចាស់ព្រះយេស៊ូវតែយើងមើលទៅដល់ឃើញដល់ព្រះដែលយើងមើលមិនឃើញឃើញទេព្រះគម្ពីរកឡុសបានប្រាប់យើងយ៉ាងច្បាស់ដែលទ្រង់ជារូបអង្គនៃព្រះដល់មើលមិនឃើញដូច្នេះយើងមើលព្រះអង្គម្ចាស់ព្រះយេស៊ូវនោះយើងឃើញព្រះពីព្រោះអីពីព្រោះព្រះអង្គជាឆាយារបស់ព្រះទី3យើងឃើញព្រះតាមរយៈការបង្កើតរបស់ទ្រង់លោកអ្នកបងប្អូនសូមសម្លឹងមើលជុំវិញខ្លួនរបស់របរគ្រប់សារពើដែលយើងបានឃើញផ្ទៃមេផែនដីព្រៃព្រឹក្សាសត្វមនុស្សនិងរបស់របរឯទៀតគឺជាព្រះទ្រង់ជាអ្នកបង្កើតគឺជាព្រះទ្រង់ជាអ្នកបង្កើតចឹងហើយបើក្នុងព្រះគម្ពីរយូហានជំពូក1ខ3បានប្រាប់ថាគ្រប់របស់ទាំងអស់ដែលបានកើតមកដោយសារទ្រង់ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប្រមាណគឺគ្មានអ្វីណាមួយដែលកើតក្រៅពីទ្រង់ឡើយណា
យើងឃើញរបស់ដែលព្រះអង្គទ្រង់បង្កើតយើងឃើញទៅដល់ព្រះដែលជាអ្នកបង្កើតរបស់របរទាំងអស់នេះនេះដែលជារបៀបដែលយើងរៀនមើលឲ្យឃើញព្រះរៀនមើលឲ្យឃើញព្រះលោកអ្នកបងប្អូនកាលណាបងប្អូនឃើញព្រះបងប្អូនកាន់តែមានអំណរកាន់តែមានសង្ឃឹមកាន់តែពឹងពាក់លើព្រះអង្គខ្លាំងឡើងខ្លាំងឡើងខ្លាំងឡើងពីព្រោះព្រះដែលយើងជឿមិនមែនជាព្រះក៏ព្រះប្លង់ឬក៏ព្រះដែលគេធ្វើពីថ្មឬក៏ព្រះគេគូរជាគំនូរនោះទេគឺជាព្រះដ៏ពិតប្រាកដចឹងឯងហើយបានជាលោកអ្នកបងប្អូនហើយនឹងខ្ញុំត្រូវរៀនសូត្ររៀនឲ្យមើលឃើញព្រះនេះជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំចែកចាយនេះតាំងពីខ្ញុំចាប់ផ្ដើមជឿព្រះអង្គមកហើយតាំងពីខ្ញុំចាប់ផ្ដើមធ្វើគ្រូបង្រៀនព្រះគម្ពីរមកខ្ញុំបានឃើញព្រះតាំងពីនោះមករហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងហើយដោយសារអីដោយសារខ្ញុំមើលព្រះអង្គដោយជំនឿរបស់ខ្ញុំមិនបានមើលព្រះអង្គដោយភ្នែកនៅក្រោមថ្ងាសរបស់ខ្ញុំនោះឡើយព្រះគម្ពីររ៉ូមជំពូក1ខ20ល្បិចអ្វីរបស់ព្រះទ្រង់ដែលកើតរកមើលមិនឃើញណាដែលរកមើលមិនឃើញតាំងពីកំណើតលោកីមកទោះទាំងប្រជាស្ដារនៅឱកាសជានេះនឹងនិស័យរបស់ទ្រង់នោះឃើញច្បាស់វិញដោយពិចារណារបស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតពិចារណាមើលរបស់ដែលព្រះអង្គទ្រង់បានបង្កើតដែលយើងមើលឃើញដោយភ្នែករបស់ផងយើងនោះយើងនឹងបានឃើញទៅដល់ព្រះដែលយើងមើលមិនឃើញដោយភ្នែករបស់ផងយើងតែយើងឃើញព្រះអង្គដោយសេចក្តីជំនឿរបស់ផងយើងអរគុណព្រះអង្គទី1យើងឃើញព្រះដោយការរស់នៅក្នុងជីវិតបរិសុទ្ធនេះជាចំណុចមួយសំខាន់ណាស់លោកអ្នកបងជាចំណុចមួយដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងនាំគ្នាសិក្សាព្រះទ្រង់បរិសុទ្ធដូច្នេះលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងត្រូវតែរស់នៅក្នុងជីវិតដ៏បរិសុទ្ធដែរប្រយោជន៍ដើម្បីលោកអ្នកបងប្អូនហើយនឹងខ្ញុំរស់នៅក្នុងជីវិតដ៏បរិសុទ្ធនៅក្នុងព្រះគម្ពីរកាឡាទីជំពូក5ខ16បានប្រាប់ដល់យើងតាមរយៈលោកសូវែនប៉ូលតែខ្ញុំប្រាប់ថាចូលដើរក្នុងព្រះវិញ្ញាណនោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីបងប្រាថ្នាខាងសាច់ឈាមប្រយោជន៍ដើម្បីឲ្យជីវិតលោកអ្នកបងប្អូនហើយនឹងខ្ញុំរស់នៅក្នុងជីវិតរបស់បរិសុទ្ធលោកអ្នកបងប្អូនហើយនឹងខ្ញុំត្រូវតែកំចាត់ចោលអ្វីដែលជាសេចក្តីបងប្រាថ្នាខាងសាច់ឈាមលោកអ្នកបងប្អូនហើយសប្តាហ៍ថ្ងៃនេះយើងឃើញទ្រង់មិនច្បាស់ដូចជាចម្រៀងដែលយើងទឹកតែនឹងជឿណាហើយដែលបានជាយើងមើលព្រះអង្គមិនច្បាស់ដែលចម្រៀងដែលយើងច្រៀងមកបានមិននេះពេលដែលយើងចាប់ផ្ដើមនេះមកពីអីមកពីយើងមិនបានរស់នៅក្នុងជីវិតដ៏បរិសុទ្ធណាចម្រៀងបានថាសពថ្ងៃនេះឃើញទ្រង់មិនច្បាស់ក្តីងងឹតបាំងយ៉ាងក្រាស់មើលឃើញទ្រង់ក្នុងភាពព្រៀងឃើញទ្រង់ដែរតែក្នុងស្រមៃលោកអ្នកបងប្អូនអើយចម្រៀងនេះឃ្លានេះមកអំពីអ្វីមកអំពីលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងមិនបានរស់នៅក្នុងជីវិតបរិសុទ្ធអញ្ចឹងហើយបានជាយើងឃើញព្រះព្រៀងពីព្រោះវាមានសក្តីងងឹតមកបាំងយើងវាមានសក្តីងងឹតនៃអំពើបាបនៅក្នុងខ្លួនរបស់ផងចឹងហើយបានសូមឲ្យយើងកំចាត់សក្តីបងប្រាថ្នាខាងឯសាច់ឈាមនោះតែយើងរស់នៅរបៀបដែលព្រះអង្គទ្រង់រៀបចំឲ្យយើងបានរស់នៅ
យើងរស់នៅក្នុងផលផ្លែនៃព្រះវិញ្ញាណដោយព្រះគម្ពីរកាឡាទីចំពោះ5ខ22ទៅដល់ខ23បានប្រាប់ដល់យើងថាតែឯផលផ្លែនៃព្រះវិញ្ញាណនោះគឺជាសេចក្តីស្រឡាញ់អំណរអមេត្រីអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហៅដឹងខ្នាតនឹងគ្មានក្រឹតពីនៃណាទាស់នឹងសេចក្តីយ៉ាងនោះទីលោកអ្នកបងប្អូនកំចាត់អាសក្តីបងប្រាថ្នារបស់ផងយើងដែលជារបៀបលោកីនោះតែសូមឲ្យយើងបានខំប្រឹងទទួលទានខំប្រឹងរស់នៅក្នុងសេចក្តីស្រឡាញ់អំណរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្លាចដែលជាអំណោយទានរបស់ផងព្រះសម្រាប់ឲ្យយើងបានរស់នៅក្នុងជីវិតដ៏បរិសុទ្ធនោះឯងហើយបើយើងឲ្យរស់នៅក្នុងជីវិតដ៏បរិសុទ្ធយើងលែងឃើញព្រះព្រៀងទៀតហើយយើងលែងឃើញព្រះរបៀបស្រមើសម័យទៀតហើយគឺយើងឃើញព្រះច្បាស់នឹងភ្នែកខាងឯមានរបស់ផងយើងអរគុណអរព្រះព្រះគម្ពីរម៉ាថាយចំពោះ5ខ8មានពរហើយអស់អ្នកណាដែលមានចិត្តបរិសុទ្ធណាឲ្យរស់នៅក្នុងជីវិតបរិសុទ្ធមានចិត្តបរិសុទ្ធល្បិតអ្នកទាំងនោះនឹងឃើញព្រះច្បាស់ទេលោកអ្នកបងប្អូនដែលមានចិត្តបរិសុទ្ធគឺមានន័យថាយើងរស់នៅក្នុងជីវិតដ៏បរិសុទ្ធអ្នកទាំងនោះលោកអ្នកបងប្អូនហើយខ្ញុំឃើញព្រះបើមិនដូច្នោះទេយើងមិនអាចឃើញព្រះទេយើងនៅតែឃើញព្រះព្រៀងនោះឯងដូចចម្រៀងអមាញ់មិញដែលយើងកំពុងតែច្រៀងនោះណាចម្រៀងនេះពេលដែលខ្ញុំច្រៀងខ្ញុំនឹកឃើញពីកន្លែងនោះឯងនឹកឃើញថាខ្ញុំត្រូវតែរៀនរស់នៅក្នុងជីវិតដ៏បរិសុទ្ធប្រយោជន៍ដើម្បីឲ្យខ្ញុំរស់នៅក្នុងបរិសុទ្ធខ្ញុំត្រូវតែកម្ចាត់ចោលនៅអ្វីដែលជាសក្តិបងប្រាថ្នាខាងឯលោកីតែខ្ញុំត្រូវរៀនរស់នៅតាមផលផ្លែរបស់ព្រះវិញ្ញាណវិញនោះខ្ញុំនឹងឃើញព្រះពិតប្រាកដអរគុណព្រះអង្គទីមានចប់ចំណុចទី5យើងឃើញព្រះដោយសារស្វែងរកទ្រង់ក្នុងអ្នកដទៃចំណុចនេះមួយក៏សំខាន់ណាស់ដែរសម្រាប់ជួយលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងបានឃើញព្រះលោកអ្នកបងប្អូននេះពេលដែលព្រះទ្រង់បានបង្កើតលោកអាដាមមកគឺព្រះអង្គបង្កើតលោកអាដាមក្នុងរូបភាពនៃអង្គទ្រង់ក៏ប៉ុន្តែដោយសារតែអំពើបាបនៅក្នុងព្រះគម្ពីរលោកបានចំពោះ5ខ3ហើយអាដាមគាត់រស់នៅបាន130ឆ្នាំបន្ទាប់ពីគាត់ធ្លាក់ទៅក្នុងអំពើបាបនោះទើបបង្កើតបានកូនប្រុសមួយតាមរូបភាពគាត់ហើយមើលទៅដូចជាគាត់ឲ្យឈ្មោះថាសេតជាកូនរបស់លោកអាដាមលោកអ្នកបងប្អូនគឺសេតគាត់កើតមកក្នុងរូបភាពរបស់ផាន់លោកអាដាមក៏ដូចគ្នាដែរលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងកើតមកនៅក្នុងរូបភាពលោកអាដាមហើយរូបភាពលោកអាដាមនោះគឺជារូបភាពដែលបន្ទាប់ពីលោកបានធ្វើបាបជាមួយនឹងព្រះតែដើមដំបូងមកលោកអ្នកបងប្អូនហើយសូមឲ្យលោកអ្នកបងប្អូនបានដឹងនៅក្នុងព្រះគម្ពីរលោកុបាទចំពោះ1ខ26ទើបក៏មានបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចជាយើងហើយឲ្យមានអំណាចលើត្រីសមុទ្រសត្វហើរលើអាកាសនិងសត្វជើង4ដែលនៅលើផែនដីទាំងមូលព្រមទាំងសត្វលូនវាដែលវានៅលើផែនដីផងអ្នកបងប្អូនឃើញទេសពថ្ងៃនេះយើងអរគុណព្រះអង្គពីដើមយើងបានទទួលរូបភាពដូចសត្វចឹងយើងបានទទួលរូបភាពលោកអាដាមដែលជារូបភាពដែលមានអំពើបាបក៏ប៉ុន្តែអរព្រគុណព្រះនៅពេលដែលយើងទទួលព្រះម្ចាស់ព្រះយេស៊ូវ
ជាព្រះអង្គសង្គ្រោះរបស់ផងយើងបានកើតជាថ្មីមនុស្សថ្មីនោះឯងហើយគឺជារូបភាពនៃអង្គព្រះពីព្រោះមនុស្សថ្មីនោះកើតមកអំពីព្រះព្រះមិនចេះធ្វើបាបព្រះមិនដែលចេះកុហកដូច្នេះមនុស្សថ្មីរបស់ផងលោកអ្នកបងប្អូនយើងក៏មិនចេះកុហកយើងក៏មិនចេះធ្វើបាបដែរដូច្នេះហើយយើងរស់នៅក្នុងជីវិតនៃមនុស្សថ្មីរបស់ផងនោះយើងនឹងឃើញព្រះយើងអរគុណព្រះសប្តាហ៍ថ្ងៃនេះយើងលែងមានរូបភាពជាលោកអាដាមទៀតហើយឃើញទេតែយើងមានរូបភាពជាអង្គជារូបភាពរបស់ព្រះហើយដូច្នេះហើយបានជាលោកអ្នកបងប្អូនហើយនឹងខ្ញុំឃើញព្រះតែបើលោកអ្នកបងប្អូនមិនទាន់បានឃើញទេរៀនមើលព្រះអង្គឲ្យបានឃើញព្រះបានបង្កើតមនុស្សមកតាមរូបភាពរបស់ទ្រង់នៅពេលអ្នកឃើញនរណាម្នាក់បង្ហាញពីសេចក្តីស្រឡាញ់បង្ហាញពីការអភ័យទោសឬអាណិតអាសូរដែលគ្មានលក្ខខណ្ឌអ្នកពិតជាឃើញការនោះឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ព្រះបើលោកអ្នកបងប្អូនហើយនឹងខ្ញុំរស់នៅក្នុងជីវិតនៃមនុស្សថ្មីដែលកើតមកអំពីព្រះលោកអ្នកបងប្អូននឹងមានសេចក្តីស្រឡាញ់របស់ព្រះលោកអ្នកបងប្អូននឹងមានការអភ័យទោសមកអំពីព្រះលោកអ្នកបងប្អូននឹងមានការអាណិតអាសូរដោយឥតលក្ខខណ្ឌដល់អ្នកដទៃទៀតហើយការទាំងអស់នោះឯងហើយដែលឆ្លុះបញ្ចាំងអំពីចរិតលក្ខណៈរបស់ព្រះពីព្រោះលោកអ្នកបងប្អូនហើយនឹងខ្ញុំកើតមកអំពីព្រះនេះជាចំណុចសំខាន់ដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំត្រូវតែសិក្សារៀនសូត្រនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក25ខ40នោះស្ដេចនឹងឆ្លើយទៅគេថាយើងប្រាប់អ្នករាល់គ្នាជាប្រកាសថាដែលអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនោះឈ្មោះថាបានធ្វើដល់យើងហើយលោកអ្នកបងប្អូនយើងបានកើតថ្មីដោយសារព្រះយើងមាន DNA របស់ព្រះយើងមានចរិតលក្ខណៈដូចជាព្រះយើងមានសេចក្តីស្រឡាញ់យើងមានសេចក្តីមេត្តាករុណាយើងស្រឡាញ់គ្នាទៅវិញទៅមកក្នុងព្រះគម្ពីរនឹងបានប្រាប់ថាអ្នកធ្វើអ្វីមួយដល់អ្នកតូចបំផុតក្នុងបងប្អូនយើងនោះឈ្មោះថាបានធ្វើដល់យើងដែរបានធ្វើដល់ព្រះដែរអាមែនដូច្នេះយើងបានឃើញព្រះក្នុងអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ដែលមានសេចក្តីមេត្តាករុណាពីព្រោះគេបានទទួលចរិតលក្ខណៈនេះអំពីព្រះក៏ដូចគ្នាដែរលោកអ្នកបងប្អូនទាំងអស់គ្នាសូមឲ្យប្រព្រឹត្តការនោះឯងប្រយោជន៍អីប្រយោជន៍ដើម្បីឲ្យគេបានឃើញលោកអ្នកបងប្អូនតែគេបានឃើញទៅដល់ឯព្រះមែនទេនេះហើយដែលជាមេរៀនរបស់ផងយើងថ្ងៃនេះដែលយើងនាំគ្នាសិក្សាប្រយោជន៍ដើម្បីឲ្យយើងបានឃើញព្រះលោកអ្នកបងប្អូននេះទី1យើងត្រូវដឹងថាយើងអាចឃើញព្រះដោយសារសេចក្តីជំនឿរបស់ផងយើងទី2យើងឃើញព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទទី3យើងឃើញព្រះតាមរយៈការបង្កបង្កើតរបស់ផងទ្រង់ទី4យើងឃើញព្រះដោយសារការរស់នៅក្នុងជីវិតរបស់សត្វទី5យើងឃើញព្រះដោយស្វែងរកទ្រង់ក្នុងអ្នកដទៃយើងអរគុណព្រះអង្គទីបន្តព្រះគម្ពីរយ៉ូហានខ្សែទី1ចំពោះ3ខ2បានសម្ដែងឲ្យលោកអ្នកបងប្អូនហើយខ្ញុំបានដឹងថាពួកស្ងួនភ្ងាអើយឥឡូវនេះយើងរាល់គ្នាជាកូនព្រះហើយតែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀតនោះមិនទាន់សម្ដែងមកនៅឡើយប៉ុន្តែយើងដឹងថាកាលណាទ្រង់លេចមកនោះយើងនឹងដូចជាទ្រង់ល្បិតដែលទ្រង់យ៉ាងណានោះយើង
នឹងឃើញត្រង់យ៉ាងនោះដែរ Amen. លោកអ្នកបងប្អូនសូមកុំឲ្យសម័យសូមកុំឲ្យឃើញព្រះព្រានតទៅទៀតដោយចម្រៀងដែលយើងបានជ្រាបតែសូមសិក្សារៀនសូត្រឲ្យបានឃើញព្រះសិក្សារៀនសូត្រអំពីព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរលោកអ្នកបងប្អូនហើយនៅខ្ញុំយើងបានឃើញព្រះដ៏ច្បាស់នឹងភ្នែកខាងឯវិញ្ញាណរបស់ផងយើងអាមែនប្របីដាដែលគង់ថាសុរខ្ពស់អរព្រគុណព្រះអង្គណាស់ដែលព្រះអង្គទ្រង់បានប្រទានប្រពោជាបរិបូរណ៍ដល់ទូមគុំយើងខ្ញុំឲ្យទូមគុំយើងខ្ញុំបានរស់នៅហើយឲ្យទូមគុំយើងខ្ញុំបានទទួលព្រះរាជបន្ទូលដែលជាអាហារដ៏រស់ផ្នែកខាងឯវិញ្ញាណរបស់ទូមគុំយើងខ្ញុំឲ្យទូមគុំយើងខ្ញុំបានដឹងអំពីការដែលទូមង្គមយើងខ្ញុំត្រូវរៀនមើលព្រះអង្គឲ្យបានឃើញដោយសេចក្តីជំនឿរបស់ទូមង្គមយើងខ្ញុំអរព្រគុណព្រះអង្គណាស់សូមព្រះអង្គមេត្តាករុណាប្រទានពរជាបរិបូរណ៍ដល់បងប្អូនរបស់ទូមង្គមដែលមានវត្តមាននៅទីនេះដូចជាបងប្អូនបានចូលរួមតាមរយៈ Zoom និងតាមរយៈ Facebook ផងដែរព្រះម្ចាស់សូមឲ្យបងប្អូនរបស់ទូមង្គមយើងខ្ញុំទាំងអស់គ្នាបានរស់នៅក្នុងសេចក្តីស្រឡាញ់និងសេចក្តីថែរក្សាការពារមកអំពីព្រះអង្គអរព្រគុណដល់ទ្រង់ណាស់ទូមង្គមសូមចែកចាយសូមទូលថ្វាយហើយនឹងអ្វីដែលទូមង្គមយើងខ្ញុំបានចែកចាយនិងស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គក្នុងថ្ងៃនេះក្នុងព្រះនាមដ៏មានអំណាចវិជាស្ដាគឺជាព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ Amen. Amen.